អង្គរៈ BHQ របស់កម្ពុជានឹងឆ្មក់ចូលទៅក្នុងប្រទេសថៃរួចក៏បន្តរហូតទៅដល់ទីក្រុងបាងកកដើម្បីកម្ចាត់ទៅកាន់ថ្នាក់ដឹកនាំរបស់ថៃកម្ចាត់ទៅកាន់អ្នកមានមុខតំណែងនៅក្នុងប្រទេសថៃបាទព័ត៌មាននេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសសៀមរហូតដល់ទទួលបានបាទការផ្សព្វផ្សាយភ្លុកទឹកភ្លុកដីនៅក្នុងប្រទេសសៀមតែម្ដងហើយនេះគឺជាអ្វីដែលបុគ្គលម្នាក់នៅក្នុងប្រទេសសៀមបានចេញជាព័ត៌មានទៅឲ្យបាទសារព័ត៌មានអាមេរិន TV បាទនេះគឺជាដំណឹងទី1ដែលខ្ញុំនឹងលើកមកនិយាយនៅក្នុងថ្ងៃនេះដែលឡែកដំណឹងទី2តាក់ទងជាមួយនឹងក្រមយោធារបស់សៀមមួយក្រុមកំពុងតែបន្តសម្រុកធ្វើផ្លូវឡើងទៅកាន់តំបន់ភ្នំដែលវាយបានពីកម្ពុជាជាពិសេសគឺភ្នំ522បាទ522បងប្អូនអរគ្នាបាទនៅថ្ងៃនេះខ្ញុំមានដំណឹង2ដើម្បីមកចែកជាដំណឹងទៅកាន់បងប្អូនអរគ្នានៅថ្ងៃនេះបាទសិតសឹងតែជាដំណឹងដ៏ក្តៅមែនទែនបាទតាក់ទងជាមួយនឹងដំណឹងទី1នោះគឺខាងប្រទេសសៀមនេះបាទកំពុងតែផ្សព្វផ្សាយភ្លុកទឹកភ្លុកដីនៅក្នុងប្រទេសសៀមនេះតែម្ដងតាក់ទងជាមួយនឹងព័ត៌មានដែលថាអង្គរៈ BHQ របស់កម្ពុជាដែលជាអង្គរៈពិសេសសម្រាប់ការពារឋានៈដឹកនាំនៅក្នុងប្រទេសរបស់យើងនេះត្រូវបានខាងសៀមវាចុះផ្សាយថាកំពុងតែបាទឆ្មក់លួចចូលទៅតាមព្រំដែនមិនត្រឹមតែព្រំដែនទេហួសចូលទៅដល់ទីក្រុងបាងកកទៅទៀតបាទគេច្បាស់អញ្ចឹងទៀតបងប្អូនណាបាទអញ្ចឹងខ្ញុំសូមលម្អិតទៅកាន់ព័ត៌មាននេះទៅកាន់បងប្អូនអ្នកគ្នាឲ្យដឹងភាសាព័ត៌មានដ៏ល្បីមួយរបស់ថៃដែលមានឈ្មោះថា Amarin TV បានធ្វើការបទសម្ភាសទៅកាន់បុគ្គលម្នាក់បាទដែលបុគ្គលនោះមានឈ្មោះថាវីរៈសុំខ្វាមខិតបាទដែលគេស្គាល់ថាជាបុគ្គលជ្រុលនិយមឬក៏អ្នកដែលមានប្រជាប្រិយភាពមួយរូបបាទខាងផ្នែកជ្រុលនិយមឬក៏ខាងផ្នែកបាទគេហៅថាក្រមវង្វេងប្រវត្តិសាស្ត្រអញ្ចឹងទៅបាទការមុនវង្វេងប្រវត្តិសាស្ត្រមកជុំទេឥឡូវវង្វេងទាំងស្មារតីបាទរោគនឹកការសម័យនិយាយចេញពីខួរក្បាលរបស់ខ្លួនឯងតែម្ដងដោយបុគ្គលនេះបងប្អូនបានផ្ដល់បទសម្ភាសទៅកាន់សារព័ត៌មាន Amarin TV នោះបាទបុគ្គលនោះបានបន្តថាក្រុមអង្គរៈពិសេសឬក៏ហៅថា BHQ របស់កម្ពុជានេះបានលបចូលទៅក្នុងទឹកដីថៃរួចទៅហើយបាទមិនមែនថាទើបតែលបទេណាគឺលបចូលរួចទៅហើយបាទបុគ្គលនោះបានបញ្ជាក់ទៀតថាបាទក្រុមអង្គរៈនេះមិនមែនត្រឹមតែមកត្រឹមព្រំដែននោះទេគឺបានបន្តដំណើររហូតទៅដល់ទីក្រុងបាងកកទៅទៀតបាទក៏ចូលស្រួលម៉េះខាងថៃនោះបាទចូលស្រួលយ៉ាងម៉េះហើយបានបន្ថែមទៀតថាបាទក្រុមអង្គរៈពិសេសកម្ពុជានេះគឺចូលតាមច្រករបៀងបាទនៅក្នុងបាទឃុំផាកសឹកនៅបាទស្រុកអាន់ប្រទេសខេត្តស្រះកែវបាទហើយចូលតាមរយៈនៃការបាទគេហៅថាអំពើពុកអលួយបាទសោកលុយទៅកាន់តាហ៊ានយាមព្រំដែនអញ្ចឹងទៅបាទគាត់បញ្ជាក់អញ្ចឹងហើយក៏និយាយថាបាទអង្គរៈពិសេសហ្នឹងចេះទាំងភាសាថៃច្បាស់ល្អទៀតបន្លំខ្លួនធ្វើជាជនជាតិថៃអញ្ចឹងទៅដើម្បីបានចូលទៅក្នុងទឹកដីរបស់ថៃហើយគោលបំណងរបស់ BHQ កម្ពុជាដែលបានចូលទៅនោះគឺគាត់ថាគោលបំណងរបស់ខាង BHQ គឺនឹងចូលទៅដល់ទីក្រុងបាងកកហើយក៏នឹងធ្វើការកម្ចាត់ទៅកាន់ថ្នាក់ដឹកនាំកម្ពុជារបស់ខាងថៃផ្សាយនោះគឺចេះតែផ្សាយព័ត៌មានចេញអំពីការសម័យសោះក៏ផ្សាយដែរវាធ្វើឲ្យចលាចលក្នុងប្រទេសវានោះផ្សាយចេះមួយចុះពីរបាទទាំងដែលអត់មានមូលដ្ឋានច្បាស់លាស់ឲ្យទៅសោះរហូតដល់ក្រសួងព័ត៌មានកម្ពុជាយើងក៏បានចេញមកទាត់ចោលតាក់ទងជាមួយនឹងព័ត៌មាននេះដែរបាទថាជាព័ត៌មានដែលគ្មានមូលដ្ឋាននិងជាព័ត៌មានដែលមិនពិតនោះទេកម្ពុជាមិនបានបញ្ជូនអង្គរៈពិសេសបាទ BHQ នេះទៅកាន់ព្រំដែនឬក៏ចូលទៅក្នុងទឹកដីថៃអីនោះទេវាគឺជាអ្វីដែលថៃនេះវាសម័យវាចេះតែរនឹកខ្លួនវាខ្លាចខ្លួនវាដោយសារអីដោយសារតែអាការលួចទឹកដីគេនេះវាភ័យវាខ្លាចវាទៅជាការសម័យនៅក្នុងខ្លួនរបស់វាអញ្ចឹងបាទអានេះគឺជាអ្វីដែលខ្ញុំបានបកប្រែជាភាសាខ្មែរដែលបុគ្គលជ្រុលនិយមរូបនេះបានផ្ដល់បទសម្ភាសទៅកាន់សារព័ត៌មាន Amarin TV របស់ថៃបាទសារព័ត៌មាននេះក៏អញ្ចឹងទៀតផ្សាយតែព័ត៌មានអញ្ចឹងទៅដល់ប្រជាជនគេនោះព័ត៌មានអត់មានជាផ្លូវការអីទេបងប្អូនណាចេះតែនិយាយចេះតែសរសេរទៅផ្សាយទៅហើយប្រជាជននោះក៏ចេះតែជឿទៅទៀតបាទនេះគឺប៉ុណ្នេះតកតងជាមួយនឹងដំណឹងទី1ដែលថាបាទអង្គរៈ BHQ កម្ពុជាចូលទៅទឹកដីថៃនោះគឺដោយបុគ្គលហ្នឹងបុគ្គលជ្រុលនិយមហ្នឹងបាទអញ្ចឹងខ្ញុំបន្តទៅព័ត៌មានមួយទៀតបាទដែលតកតងជាមួយនឹងបាទក្រមយោធារបស់សៀមនេះកំពុងតែបន្តធ្វើបាទផ្លូវយ៉ាងសកម្មតែម្ដងដើម្បីធ្វើផ្លូវឡើងទៅក្នុងតំបន់ភ្នំមួយដែលខាងសៀមនេះគេឲ្យឈ្មោះថាភ្នំភូគោកធំបាទកម្ពស់755ម៉ែត្រ
បាទស្ថិតនៅក្នុងស្រុកណាមខឿនខេត្តឧបលរាជធានីបាទដែលមនុស្សភាគច្រើនគេស្គាល់ថាកន្លែងហ្នឹងគឺព្រៃក្រាស់ហើយភ្នំក៏ខ្ពស់អញ្ចឹងទៅគេបន្តធ្វើផ្លូវឡើងទៅភ្នំហ្នឹងតែពិតទៅភ្នំហ្នឹងគឺជាភ្នំដែលខាងអាចោសៀមនេះវាទើបតែវាយលួចយកពីទឹកដីកម្ពុជារបស់យើងទៅទេបាទប៉ុន្តែខ្ញុំអធិស្ឋានបងប្អូនមែនទែនដោយសារតែខ្ញុំអត់ដឹងថាបណ្ដុំភ្នំហ្នឹងគេហៅតែឈ្មោះយ៉ាងម៉េចទេបាទប៉ុន្តែខាងសៀមនោះវាបញ្ជាក់ថាគឺបាទតភ្ជាប់ពីតំបន់ភ្នំ522បាទ522ដែលជាភ្នំដែលខ្ពស់នៅតាមអាជួរភ្នំខាងនោះបាទអញ្ចឹងក៏សូមអធិស្ឋានបងប្អូនមែនទែនដោយសារតែខ្ញុំមិនមែនជាអ្នកបាទសារព័ត៌មានអីផ្លូវការនោះទេបាទខ្ញុំគ្រាន់តែជាអ្នកដែលពំនាំនៅដំណឹងថ្មីអំពីខាងសៀមដែលវាផុសអីបាទអញ្ចឹងទៅហើយខ្ញុំចេះបាទភាសាអង់គ្លេសឬក៏ភាសាថៃតិចតួចដើម្បីធ្វើការបកប្រែដើម្បីឲ្យបងប្អូនបានយល់អំពីបាទព័ត៌មានឬក៏អំពីអ្វីដែលខាងគេនោះបានបាទចុះផ្សាយបាទតើតើជាមួយនឹងភូមិសាស្ត្រឬក៏ទីតាំងទឹកដីកម្ពុជាណាមួយដែលបានបាត់បង់ទៅខាងសៀមនោះខ្ញុំគឺពិតជាអត់បានដឹងថាកន្លែងតំបន់ខ្លះគេហៅឈ្មោះថាម៉េចបាទតំបន់អ្វីភ្នំអ្វីនោះគឺខ្ញុំពិតជាអធិស្ឋានមែនទែនបាទសម្រាប់បងប្អូនណាដែលដឹងអាច comment នៅខាងក្រោមនេះផងដើម្បីឲ្យខ្ញុំបានដឹងក៏ដូចជាបាទប្រជាពលរដ្ឋខ្មែរយើងផ្សេងទៀតដែលបានដឹងអំពីបាទចំណុចនេះហើយណាមួយគឺបាទខាងវានឹងវាថតតែកន្លែងតំបន់បាទព្រៃភ្នំអីតិចចឹងទៅគឺយើងពិបាកនឹងសន្និដ្ឋានថាតំបន់នោះគឺជាតំបន់អ្វីមានឈ្មោះអ្វីខ្លាំងណាស់បាទអញ្ចឹងគឺអធិស្ឋានបងប្អូនមែនតើបើយោងតាមការមើលរូបភាពដែលខ្ញុំបានបង្ហាញបងប្អូននៅខាងនេះបាទបងប្អូនអាចឃើញគឺកំពុងតែសកម្មមែនតើតាក់ទងជាមួយនឹងការឈូសឆាយផ្លូវបាទឈូសទាំងភ្នំទៀតដើម្បីវាធ្វើផ្លូវឲ្យងាយស្រួលឡើងឲ្យទៅដល់កំពូលភ្នំតែម្ដងដើម្បីឲ្យដល់កំពូលភ្នំតែម្ដងងាយស្រួលនៅក្នុងការបាទវាឆ្មក់ឬក៏ងាយស្រួលនៅក្នុងការមើលទីតាំងអីផ្សេងៗចឹងទៅបងប្អូនកាលណាដែលធ្វើផ្លូវស្អាតបើសិនជាមានករណីបាទផ្ទុះអាវុធសាជាថ្មីចឹងទៅអានេះសេណារីយ៉ូទី1ដែលខ្ញុំបាទគិតដោយខ្លួនឯងនោះទេវាងាយស្រួលនៅក្នុងការដឹកជញ្ជូនសភាវុធដឹកស្បៀងដឹកកងទ័ពបាទអានេះគឺជាអ្វីដែលខាងគេនោះគឺគេខំប្រឹងធ្វើផ្លូវល្អហ្នឹងគឺដើម្បីអញ្ចឹងអានេះគឺជាអ្វីដែលខ្ញុំបានគិតដោយខ្លួនឯងទេហើយបើបងប្អូនយល់ឃើញថាយ៉ាងម៉េចអាច comment នៅខាងក្រោមវីដេអូនេះផងបាទហើយបងប្អូនអាចឃើញរូបភាពដែលខ្ញុំបង្ហាញនេះគឺសកម្មភាពបាទសស្រាំមែនទែនទាំងកងទ័ពក្តីបាទទាំងខាងឈូសឆាយផ្លូវក្តីគឺបន្តសកម្មភាពហូរហែតែម្ដងបាទអញ្ចឹងនេះជាព័ត៌មាននៅថ្ងៃនេះបាទសង្ឃឹមថាជាដំណឹងថ្មីទៅកាន់បងប្អូនអរគ្នាហើយព័ត៌មាននេះដែរបងប្អូនគឺខ្ញុំទើបតែទទួលបានការបង្ហោះអំពីខាងសៀមនេះកាលពីបាទម្សិលមិញនោះទេម្សិលមិញថ្ងៃទី4ថ្ងៃនេះគឺថ្ងៃទី5បាទអញ្ចឹងព័ត៌មាននេះទើបតែថ្មីទេអាចថាម្សិលមិញពេលល្ងាចអញ្ចឹងទៅខ្ញុំអត់អាចផុសទេដោយសារតែវាយប់ទៅបងប្អូនយើងក៏បានសម្រាកលងលក់អញ្ចឹងទៅអញ្ចឹងខ្ញុំសុខចិត្តតែធ្វើវីដេអូនៅថ្ងៃនេះដើម្បីឲ្យបងប្អូនបានឃើញនៅព័ត៌មាននេះបាទឃើញនៅព័ត៌មាននេះបាទអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទ Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានដំណឹងថ្មីអំពីខ្ញុំបាទបន្តទៀតបាទអរគុណច្រើនជម្រាបលា